ឧទាហរណ៍ណាឧទាហរណ៍ថារូបភាពនេះចុះខ្ញុំអត់ចេះភាសាថៃទេខ្ញុំអត់ចេះភាសាថៃទេអញ្ចឹងខ្ញុំគ្រាន់ចុចលើហ្នឹងមកខ្ញុំចុចលើនេះហើយចុចបកប្រែបាទអញ្ចឹងគេសរសេរអ្នកឃើញទេតេងតែកំភ្លៀងអនុទិនដោយចេតនាទុកឧបករណ៍នៅឲ្យនៅអព្យាក្រឹតអីអញ្ចឹងទៅបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីមុខងារមួយតាមពិតមុខងារហ្នឹងមានយូរហើយប៉ុន្តែខ្ញុំអត់ដឹងថាបងប្អូនអឺធ្លាប់ប្រើឬក៏អត់អញ្ចឹងណាដែលដូចវាថាមុខងារហ្នឹងវាស្រួលប្រើមែនតើតាក់ទងជាមួយនឹងការស្វែងរកអ្វីមួយនៅលើទូរស័ព្ទរបស់យើងកំពុងតែឃើញអីមួយអញ្ចឹងណាយើងចង់ស្វែងរកតាមប្រភពអីគេឬក៏ស្វែងរកបទចម្រៀងឬក៏ឲ្យវាជួយបកប្រែឲ្យយើងអូខេអញ្ចឹងមុខងារថ្ងៃហ្នឹងដែរគឺខ្ញុំបង្ហាញពីមុខងារគេហៅថា circle to search បងប្អូន circle to search អញ្ចឹង circle to search គឺវាមានរូបរាងបែបនេះអូខេឥឡូវខ្ញុំដើម្បីងាយស្រួលខ្ញុំឲ្យមើលអញ្ចឹងវិញបានន័យថាពេលដែលយើងចុច circle to search ហ្នឹងគឺបងប្អូនឃើញផ្ទាំង Google មួយអាហ្នឹងវា circle to search ហ្នឹងគឺវាប្រើប្រាស់ជាមួយនឹង Google អញ្ចឹងណាអញ្ចឹងនៅក្នុងទូរស័ព្ទរបស់យើង Samsung របស់ខ្ញុំនេះគឺ Samsung មានច្រើនហើយតាមពិត Samsung model មួយចំនួនធំតាំងពី A series ក៏វាមានមុខងារហ្នឹងដែរអញ្ចឹងណាដូចជា A17 ឬក៏អីអញ្ចឹងគឺវាមានមុខងារហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញនៅលើ flagship នៅលើ Galaxy M25 Ultra របស់ខ្ញុំមុខងារ search ហ្នឹងវាមិនគឺចាក់ទៅមួយការស្វែងរកអីមួយឧទាហរណ៍ថាបងប្អូនឃើញថានេះថ្នាំបាទថ្នាំភ្នែកថ្នាំអីចឹងយើងចង់ដឹងថាថ្នាំនឹងទិញនៅណាឬក៏អីយើងគ្រាន់តែចុចប៊ូតុងកណ្ដាលនេះប៊ូតុង home key នេះបងប្អូនចុចជាប់បាទឃើញទេលុបផ្ទាំង search អញ្ចឹងបងប្អូនគ្រាន់តែគូកំពុងជុំវិញបាទអញ្ចឹងវា search មើលរកព័ត៌មានរបស់ថ្នាំហ្នឹងហើយអូខេឧទាហរណ៍ថាខ្ញុំបង្ហាញតិចវាខ្ញុំគួរអត់ចំច្បាស់អញ្ចឹងថ្នាំហ្នឹងគឺប្រភេទពួក eye care ខ្ញុំសុំម្ដងទៀតណាខ្ញុំ search ម្ដងទៀតបាទខ្ញុំ search ម្ដងទៀតអញ្ចឹងវាមាន summary មានព័ត៌មានប្រហែលឬក៏មានរបស់ណាដែលវាប្រហែលជាមួយថ្នាំនឹងដូចគ្នាវាឲ្យយើងមើលហើយវាស្វែងរកឧទាហរណ៍ថ្នាំនឹងថ្នាំអីគេហើយជំនួយអីគេអញ្ចឹងណាអញ្ចឹងវាមានឲ្យយើងដឹងមិនថាថ្នាំមិនថាក្អៅឬក៏បន្តាឬក៏ស្អីគឺវា search បានទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំរករបស់អីមួយដោយវាប្លែកឲ្យវាវាងាយស្រួលក្នុងការឆែកមើលវិញណាឧទាហរណ៍ថាឥឡូវថារូបភាពនេះចុះរូបភាពយើងដឹងហើយថារូបភាពវាំងប៉ុន្តែឧទាហរណ៍បរទេសគាត់អត់សូវដឹងទេអញ្ចឹងយើងគាត់ចុចអានេះមកបាទហើយគូកំប៉ុងជុំវិញមកគេឲ្យព័ត៌មានហើយថាព័ត៌មានហ្នឹងឧទាហរណ៍ថាហ្នឹងគឺ Royal Palace បាទជាវាំងនៅទីក្រុងភ្នំពេញយើងប្រទេសកម្ពុជាហ្នឹងអញ្ចឹងឲ្យព័ត៌មានហើយសូម្បីតែទីតាំង Google Maps គេឲ្យដែរហ្នឹងគឺតាក់ទងជាមួយនឹងការស្វែងរកអីមួយទៀតតាក់ទងមួយការបកប្រែឥឡូវខ្ញុំត្រឡប់មកវិញមកកន្លែងថ្នាំខ្ញុំមិញវិញចុះឧទាហរណ៍ថាខ្ញុំចង់ដឹងថាបកប្រែភាសាដែលគេសរសេរលើហ្នឹងមានអីគេខ្លះអញ្ចឹងខ្ញុំគ្រាន់ចុចដូចគ្នាខ្ញុំចុចប៊ូតុងនេះមកខ្ញុំចុចឲ្យជាប់បងប្អូនឃើញកន្លែងអក្សរនេះគៀនគេមានអក្សរមានបកប្រែអញ្ចឹងយើងចុចលើហ្នឹងមកឧទាហរណ៍ណាឥឡូវខ្ញុំចុចមកបាទឃើញបកប្រែភាសាដែលមាននៅលើអេក្រង់ហ្នឹងហើយបាទអញ្ចឹងខ្ញុំម្ដងទៀតដោយសារមិញខ្ញុំចុចប៉ះអីណាបាទអូខេអញ្ចឹងបងប្អូនឃើញទេជំនួយភ្នែកហងអីហងអញ្ចឹងមានអក្សរឲ្យតែជាភាសាអីយើងបកប្រែមកភាសាខ្មែររបស់យើងហើយអញ្ចឹងវាងាយស្រួលមែនតើហើយមុខងារហ្នឹងគឺវាមានប្រយោជន៍មែនតើមើលពេលដែលយើងអានអត្ថបទឬក៏អីផ្សេងអញ្ចឹងយើងចង់ដឹងថាគេនិយាយអីដែលយើងអត់ចេះមើលអញ្ចឹងយើងឲ្យបកប្រែបានឧទាហរណ៍ណាឧទាហរណ៍ថារូបភាពនេះចុះខ្ញុំអត់ចេះភាសាថៃទេខ្ញុំអត់ចេះភាសាថៃទេអញ្ចឹងខ្ញុំគ្រាន់ចុចលើហ្នឹងមកខ្ញុំចុចលើនេះហើយចុចបកប្រែបាទអញ្ចឹងគេសរសេរអ្នកឃើញទេតេងតែកំភ្លៀងអនុទិនដោយចេតនាទុកឧបករណ៍នៅឲ្យនៅអព្យាក្រឹតអីអញ្ចឹងទៅបាទអញ្ចឹងគឺអានេះគឺការបកប្រែមិនថាភាសាអីទេបងប្អូនអាចបកប្រែបានហើយបើសិនជាបងប្អូនចង់ឲ្យបកប្រែជាភាសាអីបងប្អូនដូរកន្លែងលើនេះពីភាសាណាទៅភាសាណាអញ្ចឹងទៅឧទាហរណ៍ថាយើងដាក់ language ហ្នឹងគឺ automatic ហើយយើងដាក់ទៅភាសានេះយើងអាចកំណត់បានតាមភាសាដែលបងប្អូនចង់ដាក់អញ្ចឹងខ្ញុំដាក់ភាសាជាតិរបស់យើងអញ្ចឹងណាបាទអាហ្នឹងគឺការបកប្រែហើយវាបកប្រែបានជាភេទទៀតបើសិនជា adbot នឹងវើយើងចុចតែ scroll ឲ្យវា translate រហូតអញ្ចឹងណាគឺងាយស្រួលមែនតើហើយមួយទៀតគឺបងប្អូនអាចស្វែងរកបទចម្រៀងឧទាហរណ៍យើងចុចកន្លែងនេះមកហើយបងប្អូនឃើញប៊ូតុងនេះហ៎នេះសំឡេងហ្នឹងណាអញ្ចឹងវាពេលដែលយើងចុចលើហ្នឹងហើយវាព្យាយាមស្វែងរកបទចម្រៀងវាតាមបទចម្រៀងតាមសាច់ភ្លេងតាមអីចឹងទៅឧទាហរណ៍ខ្ញុំគ្រាន់តែសាកល្បងមើលណាតើវាឲ្យបទអីខ្ញុំធ្វើតែសំឡេងធ្វើតែមាត់ទេបាទតើរឺ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 
và bọt ok trong từ trên bọt chân này nè 哎呦我的妈！ តាមពិតខ្ញុំមិញខ្ញុំដាក់បតហើយបេះដូងប៉ុន្តែខ្ញុំអត់ដឹងថាបតនេះបតហើយបេះដូងដែរអត់ទេណាអូខេតាមពិតគឺវាឲ្យបតហ្នឹងដោយសារបតចិនមានទំនុកភ្លេងអញ្ចឹងដូចគ្នាអញ្ចឹងបើសិនជាយើងច្រៀងវាអាចនឹងឲ្យបតយើងអញ្ចឹងណាបាទវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងខ្ញុំចង់បង្ហាញមុខងារ Circle Research តាមពិតខ្ញុំចង់ធ្វើខ្លីៗប៉ុន្តែវាវែងបាត់ទៅហើយបាទជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ